តែតើអស់គ្នាជឿអត់ថាអ្នកដែលស្ដាយគេតែម្ខាងភាគច្រើនគឺគ្មានសិទ្ធិមកចប់ហ្មងគ្មានសិទ្ធិសារភាពប្រាប់គេគ្មានសិទ្ធិសម្ដីដល់សួរនាំសុខទុក្ខគេហើយកាន់តែគ្មានសិទ្ធិទៀតបើសិនជាគេខាងនោះស្ដាយអ្នកផ្សេងនិយាយទៅគ្មានសិទ្ធិប្រច័ណ្ឌគ្មានសិទ្ធិខ្លួនឯងគ្មានសិទ្ធិមកចប់ហ្មងចង់ដល់សុខទុក្ខថ្លៃតែគ្មានសិទ្ធិសម្ដីពីស្រ